Ôi ôi, nơi mình sọc nô tệ, lục thô mi kim tháp bậc song viên thảo, bàn trên mọc thừa ca đại bằng họ sạp, liêm tiếng giúp. Bần tố pi cái là có cung khám ai rồi bao dương tụi bàn ở chốt chơi sầm rạp ca đại liên chỉ thêm cho mùi nâng khang Nhật Bản chỉ bị sách ca đại tụi bàn chơi chấm nhớ rồi bao. ស្វាគមន៍អស់លោកស្រីអ្នកនាងកញ្ញាវិលមកជួបគ្នាជាថ្មីជាមួយនឹងព័ត៌មានកីឡាជាតិនិងអន្តរជាតិប្រចាំថ្ងៃដូច្នេះសូមចុច Subscribe នៅដែលរូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកអ្នកនៅពេលនេះ Admin មានជាព័ត៌មានថ្មីមួយទៀតហើយជំវិញតាក់ទងជាមួយនឹងការដែលចេញមកបង្ហោះសារទាំងយប់ពីសំណាក់លោក Tommy Kim ដែលលោកគឺជាស្ថាបនិកសង្វៀនថោនអ្នករៀបចំនៅកម្មវិធីហើយយ៉ាងណាអ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់លោកពិតជាសប្បាយរីករាយខ្លាំងមែនទែនបងប្អូនចំពោះការដែលនៅជ័យជំនះសម្រាប់កីឡាករគុនខ្មែររបស់យើងដែលគាត់បានធ្វើយ៉ាងល្អកាលពីយប់មិញនៅក្នុងព្រឹត្តិការណ៍គុនខ្មែរ X Knockout វគ្គ2អញ្ចឹងចំពោះលទ្ធផលនៃការប្រកួតដោយគូទី1កីឡាករកូរ៉េមាក់ច័ន្ទរាជប៉ះជាមួយនឹងកីឡាករជប៉ុនយើងឃើញថាលទ្ធផលកូរ៉េមាក់ច័ន្ទរាជបានយកឈ្នះពិន្ទុហើយសម្រាប់គូទី2កីឡាការិនីអេយ៉ានុតប្រកួតក្រោមច្បាប់នៃលក្ខខណ្ឌ Kickboxing ក៏បានឈ្នះពិន្ទុដូចគ្នាគូទី3កីឡាករសោតវាសនាសម្រាប់ការប្រកួតប៉ះជាមួយនឹងជប៉ុនយើងឃើញហើយវាយកីឡាករជប៉ុនឲ្យត្រូវលោកគ្រូពេទ្យបញ្ឈប់ការប្រកួតនៅត្រឹមចុងទឹកមួយហើយសម្រាប់គូទី4ម៉ឺនមីឃាប៉ះជាមួយនឹងដៃគូចាស់របស់ចាន់រតនាម៉ឺនមីឃាធ្វើបានសម្រេចដោយយកឈ្នះពិន្ទុហើយគូទី5ដែលជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់នោះគឺកីឡាករចម្រើនគុនខ្មែរបានយកឈ្នះកីឡាករតៃម៉ូហ៊ីសៃហើយក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ដែលជួសន្តិភាព IPC World គុនខ្មែរ Champion ក្នុងប្រភេទទម្ងន់61គីឡូក្រាមទន្ទឹមនឹងការដែលទទួលបាននៅជ័យជំនះយ៉ាងដូចនោះយើងបកទៅកាន់លោក Tommy Kim វិញគឺនៅអត់សុខទេក្នុងនាមលោកគឺជាអ្នករៀបចំគ្រប់គ្រងក៏បានចេញមកធ្វើការដែលបង្ហោះសារភ្លាមទាំងយប់ផងដែរដោយផុសភ្ជាប់នៅសំណេរយ៉ាងដូចនេះនៅពេលអ្នកយកបេះដូងធ្វើដើម្បីគុណខ្មែរលទ្ធផលវានឹងកើតឡើងដោយមិននឹកស្មានដល់អរគុណចម្រើនគុណខ្មែរដែលធ្វើឲ្យបងរួចផុតពីអញ្ចឹងក្នុងន័យនេះដោយដែលបងប្អូនបានដឹងហើយសម្រាប់ការដែលទទួលបាននៅជោគជ័យពីសំណាក់កីឡាករគុនខ្មែររបស់យើងក្នុងនាមលោកគឺជាឋានៈដឹកនាំនឹងបង្ហាញនៅគេហៅថាសេចក្តីសប្បាយរីករាយខ្លាំងមែនទែននៅក្នុងចិត្តជាពិសេសការដែលទទួលបាននៅជ័យជំនះរបស់កីឡាករចម្រើនតែម្ដងដោយសារតែចម្រើនគាត់ទៅប្រកួតនៅអូស្ត្រាលីកាលពីថ្មីទទួលបាននៅការរិះគន់ច្រើនពីសំណាក់ fan អ្នកគាំទ្រជាហេតុធ្វើឲ្យបងប្រុសនឹងគឺអាចនិយាយបានថាគេងអត់លក់បក់អត់លហើយទេបងប្អូនបន្ទាប់ពីបងប្អូនមួយចំនួនគាត់យល់នៃកីឡាទៅជារឿងអីផ្សេងអញ្ចឹងទៅគាត់អត់ដឹងថាអ្វីទៅជាកីឡាមានឈ្នះមានចាញ់ហើយសម្រាប់ការប្រកួតជាក់ស្ដែងគឺយើងមើលអត់ឃើញទេអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌការប្រកួតកាលពីយប់មិញហ្នឹងចម្រើនគាត់ចាញ់នៅការប្រកួតនោះពិតប្រាកដណាស់បងប្អូនមហាជន fan នឹងវាយប្រហារទៀតហើយថាហេតុអ្វីបានជាផ្ដល់ឱកាសឲ្យតែកីឡាករដដែលហើយម្យ៉ាងវិញទៀតសម្រាប់ចម្រើនគាត់ក៏មិនបានត្រៀមខ្លួនបានល្អអីចឹងទៅអញ្ចឹងនៅពេលដែលចម្រើនគាត់ទទួលបាននៅជ័យជំនះនិយាយរួមទៅជិះមិនផុតទេបងប្អូនសម្រាប់ពាក្យរិះគន់ចំពោះបុគ្គលមួយចំនួនដែលគាត់មិនយល់អំពីតម្លៃនៃកីឡាគឺនៅតែចេញមកធ្វើការដែលរិះគន់អញ្ចឹងចម្រើនគាត់វាយឈ្នះដាច់ប៉ុណ្ណឹងហើយមានបុគ្គលមួយចំនួនចេញមកអូមិនសមឲ្យចម្រើនឈ្នះនោះទេគិតតែពីថយមិនវាយមិនអីផ្សេងជាដើមហើយចំពោះ admin មិនដឹងថាក្នុងខួរក្បាលបុគ្គលអស់ទាំងនោះគាត់បាននឹងកំពុងតែគិតអីកីឡាករយើងវាយចាញ់ថាកីឡាករនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ចេះតែយកទៅប្រកួតជាមួយគេនៅពេលដែលឈ្នះបែរជាចេញមកអញ្ចេះចេញមកអញ្ចោះអញ្ចឹងមិនដឹងថាជាតិសាសន៍របស់គាត់នឹងជាជាតិសាសន៍អ្វីនោះទេក្នុងនាមជាខ្មែរតែមួយដូចគ្នាបែរជាអត់ឲ្យតម្លៃខ្មែរគ្នាឯងឈ្នះក៏ថាឲ្យជាក៏ថាឲ្យមិនដឹងថាត្រូវទៅតម្រូវចិត្តរបស់គាត់យ៉ាងម៉េចដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងហើយសម្រាប់បងប្រុស Tommy Kim ក្នុងនាមបងប្រុសជាថ្នាក់ដឹកនាំមួយរូបគឺបងប្រុសខិតខំប្រឹងប្រែងណាស់ដើម្បីចង់ឃើញវិស័យក្បាច់គុនខ្មែររបស់យើងមានឈ្មោះបោះសម្លេងទៅកាន់ឆាកអន្តរជាតិក្នុងន័យមួយគឺរកគេហៅថាផលចំណេញសម្រាប់ជាតិមាតុភូមិកម្ពុជារបស់យើងលើគ្រប់វិស័យបើដរាបណាក្នុងវិស័យមួយអាចឈានឆ្ពោះទៅមុខបាន
យើងមានឱកាសក្នុងការដែរផ្សព្វផ្សាយនៅវិស័យផ្សេងជាពិសេសគឺវិស័យទេសចរតែម្ដងដែលជាវិស័យនាំមុខក្នុងការដែររកប្រាក់ចំណូលចូលប្រទេសជាតិរបស់យើងដូច្នេះ admin មានប៉ុណ្ណឹងហើយបងប្អូនអាចចូលរួម comment បញ្ចេញជាមតិយោបល់ជាចុងក្រោយសូមជម្រាបលា